World Cup ជាអ្វីបង្កើតដោយនរណាហើយបង្កើតឡើងដើម្បីអ្វីមុននឹងឆ្លើយសំណួរនេះបានយើងត្រូវដឹងថា FIFA ជាអ្វីសិន Mon nom c'est Rabah Guérin, je suis venu au monde លោក Robert Guérin ជាស្ថាបនិកនៃសហព័ន្ធបាល់ទាត់អន្តរជាតិឬហៅកាត់ថា FIFA នៅមុនពេលដែលសហភាពនេះបង្កើតឡើងវិន័យព្រមទាំងការវិនិច្ឆ័យនៃកីឡាបាល់ទាត់ត្រូវបានកំណត់ដោយប្រទេសនីមួយៗរៀងៗខ្លួនខុសៗគ្នាដូចនេះហើយទើប FIFA ត្រូវបានគេបង្កើតឡើងនៅថ្ងៃទី21ខែឧសភាឆ្នាំ1904នៅទីក្រុងប៉ារីប្រទេសបារាំងដោយសមាគមកីឡាបាល់ទាត់ពីប្រទេសអឺរ៉ុបទាំង7ប្រទេសទាំង7នោះគឺមានប្រទេស Belgique ដាណឺម៉ាក បារាំង ហូឡុង អេស្ប៉ាញ ស៊ុយអែត និងស្វីសហើយអាល្លឺម៉ង់មិនត្រូវបានគេរាប់ជាស្ថាបនិកផ្លូវការទេពីព្រោះគាត់បានចូលរួមតាមរយៈ Telegram តែប៉ុណ្ណោះនៅអាណត្តិទី3នៃសហព័ន្ធ FIFA បុគ្គលដ៏អស្ចារ្យមួយរូបត្រូវបានគេលើកឲ្យក្លាយទៅជាប្រធាននៃ FIFA នៅក្នុងឆ្នាំ1921បុគ្គលដ៏អស្ចារ្យនោះគឺជាអ្នកកាសែតសញ្ជាតិបារាំងម្នាក់ដែលធ្វើការឲ្យស្ថាប័នលើម៉ាតាំងដែលមានឥទ្ធិពលក្នុងសង្គមកីឡាបារាំងបំផុតគាត់មានឈ្មោះថា Jules Rimet លោក Jules Rimet មានគំនិតថាការលេងកីឡាបាល់ទាត់ជន់គ្នានៃប្រទេសនីមួយៗនឹងទាញភាពជិតស្និទ្ធនៃប្រទេសទាំងនោះឲ្យមកនៅគៀកគ្នាហើយនាំពិភពលោកឈានទៅរកសន្តិភាពនៅក្នុងឆ្នាំ1928 FIFA Congress នៅ Amsterdam អនុម័តគំនិត World Cup ដោយសម្រេចថានឹងរៀបចំ World Cup នៅឆ្នាំ1930លើកដំបូងបង្អស់នៃ World Cup ត្រូវបានរៀបចំឡើងនៅប្រទេស Uruguay ដែលនៅក្នុងនោះមានតែ13ប្រទេសប៉ុណ្ណោះដែលចូលរួម13ប្រទេសនោះត្រូវបានចែកជា4ពូលរួមមានពូល A សងទីមបានយកឈ្នះទៅលើប្រទេស Chile បារាំងនិង Mexico ចំណែកឯពូល B យូហ្គោស្លាវីបានយកឈ្នះទៅលើ Brazil និង Boliviaរីឯនៅក្នុងពូ C អូរ៉ូហ្គាយបានយកឈ្នះទៅលើប៉េរូនិងរូម៉េនីសហរដ្ឋអាមេរិកនៅក្នុងពូ D បានយកឈ្នះទៅលើប៉ារ៉ាហ្គាយនិង Belgique ហើយចុងក្រោយប្រទេសម្ចាស់ផ្ទះអូរ៉ូហ្គាយជាអ្នកលើកពានយកឈ្នះទៅលើអាសង់ទីន4-2ការលើកពានរបស់ម្ចាស់ផ្ទះអូរ៉ូហ្គាយនៅឆ្នាំនោះមិនមានប្រាក់រង្វាន់ជ័យលាភីទេគឺមានតែពានរង្វាន់កិត្តិយសប៉ុណ្ណោះពីព្រោះ World Cup នេះសម័យនោះធ្វើឡើងនៅក្នុងវិបត្តិសេដ្ឋកិច្ចសកលថវិកាត្រឹមតែ$1 លានប៉ុណ្ណោះដែលត្រូវបានគេចាយទៅលើ World Cupបន្ទាប់ពីឆ្នាំ1953ប្រទេសកម្ពុជាទទួលបានឯករាជ្យទើបប្រទេសកម្ពុជាចូលជាសមាជិករបស់ FIFA រហូតដល់ឆ្នាំ1991 World Cup ស្ត្រីទើបត្រូវបានចាប់កំណើតឡើងក្រុមស្ត្រីសហរដ្ឋអាមេរិកលើកពានដំបូងបង្អស់នៅប្រទេសចិនរហូតមកដល់ឆ្នាំ2026ការប្រកួត World Cup ត្រូវចំណាយថវិកាប្រមាណជាង$8,000 លានដែលអាចផលិតចំណូលប្រមាណ3កណ្ដោះសញ្ញា$76,000 លានហើយក្រុមដែលទទួលបានពានរង្វាន់ World Cup នឹងទទួលបានថវិកាប្រមាណ$600ទៅ$700 លានចុះលោកអ្នកគិតថាប្រទេសណានឹងអាចលើកពាននៅឆ្នាំនេះ Subscribe Channel របស់ពួកយើងដើម្បីទទួលបានវីដេអូក្រោយៗទៀត